ជាការពិតណាស់ការដេកលក់មិនសូវមានភាពងាយស្រួលសម្រាប់មនុស្សជាច្រើនទេនេះជាវិធីសាស្ត្រទៅជាក់ស្ដែងនិងមានប្រសិទ្ធភាពមួយចំនួនដែលអាចជួយអ្នកបាន1បង្កើតរបៀបគេងលក់ដែលទៀងទាត់ពេលវេលាគេងជាទៀងទាត់គេងនឹងភ្ញាក់ពីគ្រែនៅម៉ោងដូចគ្នារាល់ថ្ងៃសូម្បីតែចុងសប្តាហ៍វាជួយធ្វើឲ្យគណនាការរាងកាយគឺរបស់អ្នកមានភាពស្ថិតស្ថេរពិធីសាស្ត្រមុនពេលគេងធ្វើសកម្មភាពដូចគ្នារាល់យប់មុនពេលគេងដូចជាអានសៀវភៅងូតទឹកដោយទឹកក្តៅស្ដាប់តន្ត្រីស្ងប់ឬហាត់យកសម្រាប់ភាពពូស្បាយវាជាសញ្ញាប្រាប់ខួរក្បាលថាដល់ពេលត្រូវត្រៀមខ្លួនសម្រាប់គេងហើយ2ប្តូរបរិស្ថានក្នុងបន្ទប់គេងងឹតនិងស្ងប់ប្រើវាំងនន់របាំងភ្លើងពីឧបករណ៍អេឡិចត្រូនិកឬប្រើម៉ាស់ការពារភ្លើងនិងញ៉ូតទូប៉ះសីតុណ្ហភាពត្រជាក់បន្តិចប្រហែល22-25 ខែជួយឲ្យគេងលក់បានល្អមិនយកទូរស័ព្ទឬថេប្លេតចូលក្នុងបន្ទប់គេងពន្លឺខៀវ Blue Light ពីអេក្រង់រារាំងការបង្កើតហាร์ម៉ូន Melatonin ដែលជាអរម៉ូនជួយការគេងលក់ប្រើលក្ខណៈគឺមិនរំខាន Do not disturb នៅលើទូរស័ព្ទ3ជៀសវាងសកម្មភាពនិងអាហារមួយចំនួនមុនពេលគេងជៀសវាងកាហ្វេអ៊ីននិងជាតិនីកូទីនកុំផឹកកាហ្វេតែឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនចាប់ពីរសម៉ោងយប់ទៅទៀតកុំញ៉ាំអាហារធំឬអាហារមានជាតិខ្លាញ់មុនពេលគេងការរំលាយអាហារអាចធ្វើឲ្យអ្នកមិនស្រួលនិងគេងលក់ពិបាកបើឃ្លានអាចញ៉ាំអាហារស្រាលដូចជាមួយដំឡូងបារាំងឬទឹកដោះគោក្តៅកុំផឹកអាល់កុលច្រើនទោះបីជាអាល់កុលអាចធ្វើឲ្យអ្នកងុយក៏ដោយក៏វាអាចធ្វើឲ្យការគេងលក់មិនល្អនិងភ្ញាក់មុនពេលកំណត់លំហាត់ប្រាណមុនពេលគេងយូរការហាត់ប្រាណធ្ងន់ធ្ងរអាចធ្វើឲ្យរាងកាយតានតឹងធ្វើឲ្យគេងលក់ពិបាកផ្ទុយទៅវិញការហាត់ប្រាណបែបធូរស្បើយដូចជាយកឬការហែលទឹកអាចជួយបាន4បច្ចេកទេសសម្រាប់ពេលដេកលក់មិនបានកុំបង្ខំខ្លួនឯងគេងបើគេងលក់មិនបានអស់រយៈពេល20នាទីទេសូមក្រោកឡើងហើយទៅធ្វើសកម្មភាពស្ងប់នៅកន្លែងផ្សេងដូចជាអានសៀវភៅឬស្ដាប់តន្ត្រីរហូតដល់មានអារម្មណ៍ងុយទើបត្រឡប់ទៅគ្រែវិញការខំប្រឹងគេងលក់ពេកធ្វើឲ្យអ្នកតានតឹងថែមទៀតបច្ចេកទេសដកដង្ហើមនិងធូរស្បើយរាងកាយ4 7 8ដកដង្ហើមចូលតាមច្រមុះ4វិនាទីទប់ដង្ហើម7វិនាទីហើយបញ្ចេញដង្ហើមតាមមាត់យឺត8វិនាទីធ្វើឡើងវិញច្រើនដងធូរស្បើយរាងកាយផ្ដើមពីចុងជើងតានតឹងសាច់ដុំបន្តិចប្រហែល5វិនាទីបន្ទាប់មកធូរស្បើមវាចេញធ្វើបែបនេះតាមរាងកាយទាំងមូល